trong tin Apple Watch Ultra អាចគិតពិចារណាពីជម្រើសនេះបានព្រោះមានលក្ខណៈពិសេសតម្លៃធូរដល់ទៅជាង4ដងឯណោះទូ bezel ធ្វើពី titanium កញ្ចក់ sapphire glass ស្ដើងស្រាលមានមុខងារសុខភាពសុក្រិត ECG មុខងារកីឡា professional ហើយមាន Golf Mode ទៀតមាន offline map សាកថ្មម្ដងប្រើបានដល់ទៅ10ថ្ងៃអាចភ្ជាប់ជាមួយនឹង iOS ក៏បាន Android ក៏បាន Huawei Watch Fit 4 series នេះគឺ Watch Fit 4 Pro រូបរាងប៉និតបែប fashion ផ្នែកខាងលើគឺធ្វើពី titanium ហើយចំពោះតួវាជុំវិញនេះគឺជាប្រភេទ aluminum ប៉ុន្តែ aerospace grade aluminum មានន័យថាជាប្រភេទ aluminum សម្រាប់យន្តហោះកញ្ចក់ខាងមុខគឺជាប្រភេទ sapphire glass ធន់នឹងការសឹកឆ្កូតមិនងាយឆ្កូតទេប្រភេទ sapphire glass នេះណាទំហំអេក្រង់ស្មើនឹង 1.82 អ៊ីងចំពោះកញ្ចក់អេក្រង់នេះមានកម្លាំងជះពន្លឺរហូតដល់3000 nit វាជាប្រភេទ AMOLED screen ហើយ sapphire glass អ្វីដែលសំខាន់ហ្នឹងគឺត្រង់ថាតួវានឹងស្ដើងត្រឹមតែ 9.3 មីលីម៉ែត្រទេហើយទម្ងន់ត្រឹមតែ30ក្រាមប៉ុណ្ណោះ30ក្រាមតិចស្រាលមែនតើបើពាក់លើដៃគឺសឹងតែអត់ដឹងថានាឡិកានឹងលើដៃយើងណាចំពោះការរចនារបស់ Watch Fit 4 Pro នេះគឺវាដូចជាមួយនឹង Apple Watch Ultra តែម្ដងទាំងការធន់រឹងមាំទាំងកម្រិតអេក្រង់ធន់ហើយនៅមានជម្រើសមួយទៀតនេះគឺ Watch Fit 4ចំពោះ Watch Fit 4នេះគឺវាមានតម្លៃធូរថ្លៃជាង Watch Fit 4 Pro ហើយអ្វីដែលពិសេសនោះគឺវាស្រាលជាងទៅទៀតត្រឹមតែ27ក្រាមទេអ្វីដែលខុសគ្នានោះគឺត្រង់ថាតួជាប្រភេទ aluminum សុទ្ធតែម្ដងប៉ុន្តែដូចបញ្ជាក់មិញចឹងវាជាប្រភេទ aero grade aluminum ទាំងពីរ model នេះគឺស័ក្តិសមទាំងមនុស្សប្រុសនិងមនុស្សស្រីតែម្ដងមិនរើសថា Pro សម្រាប់មនុស្សប្រុសឬក៏មិន Pro សម្រាប់មនុស្សស្រីទេហើយអ្វីដែលធ្វើឲ្យកាន់តែស្រស់ស្អាតទៀតនោះគឺដោយសារទាំងពីរ model នេះមានជម្រើសពណ៌ច្រើនគឺមានជម្រើសពណ៌សពណ៌ស្វាយពណ៌ខ្មៅពណ៌ប្រផេះនិងសម្រាប់ Watch Fit 4ហើយសម្រាប់ Watch Fit 4 Pro វិញគឺមានជម្រើស3ពណ៌ពណ៌បៃតងពណ៌ខ្មៅនិងពណ៌ខៀវWatch Fit 4នេះក៏មានការការពារជំរាបទឹករហូតដល់កម្រិត5សម្ពាធបរិយាកាសផងដែរ 5 atmospheric ក្នុងករណីដែលកពុបទឹកលើអីក៏វាអត់ជក់ទឹកលើខ្សែនឹងភ្លាមដែរខ្សែនឹងវាផ្លាតទឹកឃើញអត់បន្ថែមពីលើនឹងទៀតសម្រាប់នាឡិកាទាំងពីរ model នេះវិញគឺយើងអាចបញ្ចូល watch face នឹងបានច្រើនធ្វើឲ្យការប្រើប្រាស់របស់យើងនឹងតម្រូវទៅតាមចិត្តតម្រូវទៅតាមការពេញចិត្តរបស់យើងនឹងរៀងៗខ្លួនដោយអ្វីដែលអ្នកទាំងអស់គ្នាឃើញនេះគឺជា style មួយដែលខ្ញុំពេញចិត្តព្រោះដោយសារអាវខ្ញុំបៃតងនាឡិកាខ្សែបៃតងអញ្ចឹងខ្ញុំដាក់មុខនាឡិកាពណ៌បៃតងដូចគ្នាហើយបើយើងចង់ download watch face នឹងគឺយើងអាច download ចេញពី Huawei Health App ទៅវាមានជម្រើសច្រើនដើម្បីឲ្យយើងអាចបញ្ចូលទៅក្នុងនាឡិការបស់យើងតម្រូវជាមួយនឹងការពេញចិត្តរបស់យើងតម្រូវទៅតាមខ្សែតម្រូវជាមួយនឹងការស្លៀកពាក់របស់យើងអញ្ចឹងទៅកន្លែងនេះគឺខ្ញុំចង់បញ្ជាក់ថានាឡិកានេះមិនមែនធ្វើឡើងសម្រាប់តែការតាមដានសុខភាពឬក៏តាមដានសកម្មភាពកីឡាទេគឺវាអាចតម្រូវជាមួយនឹង fashion style lifestyle របស់យើងតែម្ដងព្រោះការរចនាបែបនេះគឺវា minimalist គឺវាអត់ស្មុគស្មាញសាមញ្ញក៏ប៉ុន្តែធ្វើឲ្យការកលេចមើលមក style ឬក៏ mode របស់វាមានលក្ខណៈលេចធ្លោថ្មយើងអាចប្រើបានយូរក្នុងការសាកម្ដងគឺយើងអាចប្រើរហូតដល់10ថ្ងៃឯណោះហើយចំពោះការភ្ជាប់ជាមួយទូរស័ព្ទមិនរើសទេយើងអាចប្រើជាមួយនឹង iOS ក៏បាន Android ក៏បានចំពោះការភ្ជាប់ជាមួយនឹងទូរស័ព្ទនេះទៀតក៏យើងអាចប្រើជាមួយនឹង Huawei Health App ដើម្បី download ឬក៏មើលនៅព័ត៌មានផ្សេងៗហើយអ្វីដែលសំខាន់នោះគឺយើងអាចប្រើវាក្នុងការទទួល call ចេញ call ចូលបានហ្នឹងគឺជាលក្ខណៈពិសេសផ្ដល់នៅការប្រើប្រាស់ងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងមុខងារ offline map សម្រាប់មុខងារ offline map នេះប្រើដើម្បីគេសម្រាប់អ្នកដែលចូលចិត្តដើរព្រៃឡើងភ្នំហើយជាមួយនឹងកម្លាំងអេក្រង់ដែលជះពន្លឺខ្លាំងនេះគឺអាចឲ្យយើងដឹងអំពីទីតាំងព្រោះអត់ត្រូវការអ៊ីនធឺណិតអីទេហើយយើងងាយស្រួលមើលទៀតព្រោះដោយសារអេក្រង់ភ្លឺគិតទៅលើមុខងារសំខាន់មិនដូចជាការដឹងពីកម្រិតអុកស៊ីហ្សែនដឹងពីកម្រិតកម្ពស់ធៀបជាមួយនឹងនីវ៉ូសមុទ្រអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាព័ត៌មានសំខាន់ដើម្បីជួយឲ្យយើងបញ្ជៀសពីបញ្ហាផ្សេងៗសម្រាប់ Huawei Watch Fit series នេះគឺយើងអាច install app បន្ថែមបានទៀតទាំង app ដូចជាមុខងារ record សលេងឃើញទេមុខងារអំពីគុណភាពខ្យល់ឬក៏មុខងារទេសចរយើងអាចដឹងកន្លែងដើរលេងនៅតាមតំបន់ណាមួយឬក៏ប្រទេសណាមួយដែលយើងទៅអញ្ចឹងណាហើយមួយទៀតគឺវាប្រើដោយការ charge wireless ឆក់ជាប់តែម្ដងឃើញអត់ចំពោះមុខងារសុខភាពវិញ Watch Fit 4 series នេះគឺអាចប្រើទៅក្នុងការតាមដានចង្វាក់បេះដូងកម្រិតអុកស៊ីហ្សែននៅក្នុងឈាមការតាមដានទៅលើដំណេករបស់យើងបានព្រោះមុខងារទាំងអស់នេះគឺសុទ្ធតែជាមុខងារសំខាន់នៅក្នុងការតាមដានសុខភាពហើយអ្វីដែលលើសសម្រាប់ Huawei Watch Fit 4 Pro នេះគឺត្រង់ថាការពិនិត្យទៅលើ ECG ឬក៏យើងហៅថាស្ថិរភាពនៃចង្វាក់បេះដូងតើ load ស្មើអត់ហើយនឹងការស្ទង់ជីពចរហ្នឹងគឺមានតែនៅក្នុង Pro ទេ Pro model
model ទេសម្រាប់ Void Fit 4ធម្មតានេះមិនមានមុខងារ ECG នឹងទេប៉ុន្តែសម្រាប់ការតាមដានទៅលើសុខភាពផ្សេងៗគឺមានដូចគ្នាទាំងការតាមដានទំនេរទាំងការតាមដានកម្រិតអុកស៊ីហ្សែននៅក្នុងឈាមហើយជាមួយនឹងចង្វាក់បេះដូងអីគឺមានដូចគ្នាដែររាល់ព័ត៌មានទាំងអស់នេះគឺមាននៅក្នុង Huawei Void Fit Series គឺដោយសារមាន sensor ដែលអាចជឿជាក់បានឬក៏យើងហៅថា Huawei TrueSense រាល់ព័ត៌មានអស់ទាំងនេះគឺខ្ញុំអាចនិយាយបានថាយើងអាចទុកចិត្តបានអំពី sensor របស់ Huawei ព្រោះដោយសារបច្ចេកវិទ្យាដែលដាក់បញ្ចូលទៅក្នុងនាឡិកានេះគឺសុទ្ធតែធ្វើតេស្តច្បាស់លាស់នៅក្នុង Huawei Health Lab ដែលខ្ញុំបានទៅឃើញផ្ទាល់នៅប្រទេសចិនសូម្បីទាំងការតាមដានទៅលើចង្វាក់បេះដូងគឺគេធៀបជាមួយនឹងឧបករណ៍ជំនាញដើម្បីដឹងថាអ្វីដែលបង្ហាញពីនាឡិកានេះហើយជាមួយនឹងតួលេខដែលបង្ហាញអំពីឧបករណ៍ជំនាញហ្នឹងគឺវាដូចគ្នាឬក៏ប្រហាក់ប្រហែលគ្នាហើយនឹងកម្រិតលំអៀងនឹងទាបទើបអាចដាក់ជាផ្លូវការប្រើប្រាស់បានបន្ថែមពីលើនឹងតិចទៀតគឺនៅមានមុខងារវាស់កម្ដៅមានន័យថាជាសីតុណ្ហភាពនៅលើស្បែករបស់យើងហើយព័ត៌មានទាំងអស់ហ្នឹងនឹងបង្ហាញទៅក្នុងកម្រិតសរុបមួយជា summary ដូចបែប AI អញ្ចឹងណាគឺកំណត់អំពី emotional well-being មានន័យថាតើយើងរាល់ថ្ងៃហ្នឹងសប្បាយចិត្តអត់រាល់ថ្ងៃហ្នឹងយើង sad ច្រើនអត់អញ្ចឹងព័ត៌មាន data input អំពី sensor ទាំងអស់ហ្នឹងគឺជាការកំណត់អំពីអារម្មណ៍របស់យើងព្រោះធម្មតាតើអារម្មណ៍យើងប្រែប្រួលចង្វាក់បេះដូងយើងក៏ប្រែប្រួលកម្ដៅនៅលើស្បែកយើងក៏ប្រែប្រួលដង្ហើមយើងក៏ប្រែប្រួលជីពចរយើងក៏ប្រែប្រួលអញ្ចឹងព័ត៌មានទាំងអស់នេះហើយគឺជាទិន្នន័យដែលអាចឲ្យយើងកំណត់អំពីស្ថានភាពសុខភាពស្ថានភាពរស់នៅរបស់យើងបាននាពេលបច្ចុប្បន្នទិន្នន័យអស់ទាំងនេះវាសំខាន់នៅក្នុងការប្រើប្រាស់ក្នុងការតាមដានក្នុងករណីដែលយើងមានបញ្ហាសុខភាពអីផ្សេងៗយើងអាចផ្អែកទៅលើព័ត៌មាននេះដើម្បីសន្និដ្ឋានថាតើយើងអាចផ្លាស់ប្ដូរ lifestyle របស់យើងយ៉ាងម៉េចដើម្បីឲ្យជីវិតរបស់យើងការរស់នៅរបស់យើងកាន់តែល្អប្រសើរជាងមុនហើយព័ត៌មានទាំងអស់ហ្នឹងនឹងបង្ហាញថាតើការផ្លាស់ប្ដូរ lifestyle របស់យើងហ្នឹងពិតជាមានលទ្ធផលឬក៏អត់សម្រាប់ Smart Watch ទាំងពីរ model នេះវិញក៏មានមុខងារសំខាន់ទៅលើផ្នែកកីឡាមុខងារកីឡាឬក៏កីឡាបែបជំនាញហ្នឹងជា outdoor sport ក៏មានទាំង indoor sport ក៏មានខ្ញុំបានទៅ visit ផ្ទាល់ដល់ប្រទេសចិននៅ Health Lab ហ្នឹងគឺគេបានធ្វើតេស្តទៅលើមុខងារសំខាន់ៗដូចជាការប្រើប្រាស់ទៅលើកីឡាហែលទឹកដូចជាកីឡាឡើងភ្នំរត់ដើរឬក៏ឡើងជញ្ជាំងអីផ្សេងៗហ្នឹងគឺសុទ្ធតែមាន sensor ដើម្បី detect ទៅលើមុខងារសំខាន់ៗទាំងអស់ហ្នឹងនៅលើនាឡិកានេះនៅក្នុងទស្សនវិជ្ជាដែលអ្នកនរគ្នាឃើញនេះគឺជាឧបករណ៍ធ្វើតេស្តទៅលើមុខងារកីឡាជាច្រើនដើម្បីយកទិន្នន័យមកប្រៀបធៀបជាមួយនឹង Huawei wearable device អញ្ចឹងក្នុងករណីនេះយើងអាចឃើញថាព័ត៌មានដែលយកចេញពីឧបករណ៍ជំនាញឬក៏យើងហៅថា professional sensor device ហ្នឹងទិន្នន័យគឺអាចយកមកប្រៀបធៀបគ្នាជាមួយនឹងនាឡិកាក្នុងកម្រិតមួយជាក់លាក់ដែលអាចជឿជាក់បានអ្វីដែលយើងប្រើប្រាស់ហ្នឹងគឺជាឧបករណ៍ដែលធ្វើតេស្តត្រឹមត្រូវជា sensor ដែលដាក់បញ្ចូលហ្នឹងត្រឹមត្រូវមិនមែនថាគ្រាន់បញ្ជាក់ថាអូ smart watch ហើយ sensor មិនមានការឆ្លងកាត់ការ testing ស្រួលបួរអីទេអញ្ចឹងក្នុងករណីនេះគឺមានការធ្វើតេស្តទៅលើឧបករណ៍ការផ្ទៀងផ្ទាត់ទៅលើ sensor ការធ្វើ calibration ទៅលើ testing device ទៀតដើម្បីឲ្យព័ត៌មានហ្នឹងជាក់លាក់ហើយនឹងបង្កើនកម្រិតការជឿជាក់ហ្នឹងកាន់តែបានល្អប្រសើរអញ្ចឹងទាំងអស់នេះហើយគឺជាអ្វីដែលសំខាន់អ្វីដែលល្អមាននៅក្នុង Huawei Watch Fit 4 និង Watch Fit 4 Pro នេះគឺជើងយន្តហោះ ZH 155 Shenzhen Airlines យើងហោះនៅក្នុងកម្ពស់ 2000 ម៉ែត្រជាងនេះហើយនាឡិកា2ចេញលេខដូចគ្នាឥឡូវគុំថា2ដាក់3ចេញលេខដូចគ្នាដែរឃើញទេព្រោះដោយសារ sensor នៅក្នុងហ្នឹងគឺវាជាក់លាក់ដូចគ្នាវាបង្ហាញលេខដូចគ្នាហើយវាមិនដែលខុសគ្នាទេហើយតាក់ទងមួយលេខប្រែប្រួលតិចតួចមួយលេខពីរលេខហ្នឹងអាហ្នឹងវាជារឿងធម្មតាទេព្រោះយើងមិនមែននៅស្ងៀមយើងផ្លាស់ប្ដូរទីតាំងហើយអ្វីដែលធ្វើឲ្យសម្រាប់ model Pro នេះលើសពី model ធម្មតាគឺមានមុខងារមួយទៀតគឺយើងហៅថា Golf Mode សម្រាប់ Golf Mode នេះវិញគឺយើងប្រើដើម្បីដឹងអំពីសកម្មភាពនៃការវាយ golf មានន័យថាយើងវាយលបឿនប៉ុណ្ណាកម្រិតនៃការវាត់របស់យើងនឹងខ្លាំងប៉ុណ្ណាអញ្ចឹងណា Golf Mode ហ្នឹងគឺ support ជាមួយនឹង Golf Map នៅស្រុកខ្មែរយើងទៀតអញ្ចឹងមានន័យថាយើងអាច download Golf Map ហ្នឹងចូលទៅក្នុងនាឡិកាទៅអញ្ចឹងយើងដឹងអំពីទីធ្លាហ្នឹងវាមានរូបរាងយ៉ាងម៉េចកម្រិតចម្ងាយប៉ុណ្ណាហើយមានចំនួនឡូនោះប្រមាណនៅក្នុងការវាយ golf ហ្នឹងហើយមានមុខងារកីឡាមួយទៀតដែលមិនទាន់បានដាក់បញ្ចូលទេប៉ុន្តែឥឡូវកំពុងតែធ្វើតេស្តគឺមុខងារបាញ់កាភ្លើងណាបាញ់កាភ្លើងដូចនៅក្នុងបែប Olympic Game អញ្ចឹងយើងធ្លាប់ឃើញណាអញ្ចឹងខ្ញុំបានតេស្តសាកល្បងហើយអញ្ចឹងគឺក្នុងមុខងារហ្នឹងយើងអត់ទាន់មាននៅក្នុងនាឡិកានេះទេប៉ុន្តែនៅក្នុង Health Lab ហ្នឹងគឺគេកំពុងតែតេស្តហើយអញ្ចឹងនៅពេលដែលតេស្តហ្នឹងគឺគេនឹងអាចដាក់បញ្ចូលបន្ថែមសួរថាចុះមុខងារកីឡាបាញ់កាភ្លើងមានពាក់ព័ន្ធជាមួយនាឡិកា
មានព្រោះធម្មតា sensor វាអាចដឹងពីកម្រិតរយៈពេលនៃការដកដង្ហើមរបស់យើងដកលឿនដកយឺតហើយជាមួយនឹងចង្វាក់បេះដូងយើងលោតលឿនលោតយឺតហើយជាមួយនឹងលទ្ធផលព្រោះធម្មតាព័ត៌មានទាំងអស់ហ្នឹងឯងដែលជាការប្រៀបធៀបឃើញទេមុននឹងដាក់ចូលគេsẽធ្វើតេស្តត្រឹមត្រូវសម្រាប់មុខងារកីឡាអ្នកខ្លះអាចចាប់ផ្ដើមថ្មីប្រើជាមួយនាឡិកា Smart Watch នេះក៏មានមុខងារមេរៀនកីឡាឲ្យយើងអនុវត្តតាមជាការបង្រៀនជាការបង្ហាញរូបភាពបែប 3D នៅលើនាឡិកាហ្នឹងដើម្បីយើងធ្វើតាមនេះគឺជាការសម្រួលដល់អ្នកដែលចាប់ផ្ដើមថ្មីប៉ុន្តែបើអ្នកជំនាញគឺគេអត់មើលព័ត៌មាន demo ហ្នឹងទៀតទេប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ការចាប់ផ្ដើមថ្មីដើម្បីឲ្យយើងមានកម្លាំងចិត្តក្នុងការហាត់ក្នុងការអនុវត្តកីឡារបស់យើងហ្នឹងមុខងារបែបសាមញ្ញបង្ហាញអញ្ចឹងគឺងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមថ្មីហ្នឹងតែម្ដងមិនដែរចាប់អារម្មណ៍អត់ Huawei Watch Fit 4 Series នេះ Watch Fit 4 និង Watch Fit 4 Pro នេះតម្លៃចាប់ពី$100 ជាងទៅហើយនេះគឺ$200 ជាងទៅមិនដែរពេញចិត្តអត់នេះ pre-order ពីឥឡូវមានកាដូបន្ថែមឡើងជិត$100ហ្មងទាំងពីរ series Watch Fit 4 និង Fit 4 Pro ខ្ញុំចង់បង្ហាញថាវាជានាឡិកា Smart Watch ដែលមានរូបរាងដូច Apple Watch Ultra អញ្ចឹងប៉ុន្តែតម្លៃមិនដូច Ultra ទេធូរថ្លៃជាងច្រើនធូរថ្លៃជាង4ដងឯណោះរូបរាងស្អាតមានមុខងារច្រើនគុណភាពអាចជឿជាក់បានទាំង sensor ដែលមានការត្រួតពិនិត្យច្បាស់លាស់ហើយជាមួយនឹងកម្រិតជាក់លាក់កម្រិតជឿជាក់បានខ្ពស់ហ្នឹងណាបើស្រឡាញ់រូបរាងបែប fashion តួធន់រឹងមាំ bezel titanium ហើយប្រើ sapphire glass ទៀតណាអាចជ្រើសរើសជម្រើស Watch Fit 4 Pro តែបើស្រឡាញ់ fashion តូចស្ដើងស្រាលស្អាតហើយធូរថ្លៃ Watch Fit 4ហើយបើសិនជាចាប់អារម្មណ៍គឺអាចទៅមើលផ្ទាល់នៅ Huawei Showroom គ្រប់សាខាទាំងអស់អញ្ចឹងយើងអាចតេស្តផ្ទាល់ឲ្យដឹងតើយើងស្រឡាញ់អត់ត្រូវជាមួយនឹងដៃយើងអត់ហើយស្រាលមែនអត់ព្រោះយើងការស្ដាប់តែខ្ញុំនិយាយថាស្រាលនោះស្រាលមែនអត់តើទៅសាកផ្ទាល់មិនដឹងហើយចុងក្រោយមួយទៀតបើមើលហើយមានចម្ងល់ចង់សួរកន្លែងណាអាច comment សួរខាងក្រោមទៅក្រុមការងារនឹងឆ្លើយប្រាប់អញ្ចឹងក្រែងចាប់អារម្មណ៍អីចឹងទៅVolvo នឹងអាចដាក់ lucky draw មួយដែរជួបគ្នានៅវីដេអូក្រោយ